ចាជំរាបសួរសួស្តីបងប្អូនទាំងគ្នាថ្ងៃនេះគឺខ្ញុំមកបង្ហាញពីប្រភេទដើមក្រូចពោធិ៍សាត់ច័ន្ទទឹកឃ្មុំប្រភេទសម្បកស្ដើងបងប្អូននិយាយរួមទៅនេះដើមជាដើមប្រភេទដែលខាងខ្ញុំរើសរៀបចំជូនដាក់ជូនភ្ញៀវចឹងណាបងប្អូននិយាយរួមទៅបងប្អូនមើលតែក្នុងរូបទៅដឹងហើយនិយាយពីថាដើមស្អាតស្លឹកក៏ស្អាតហើយបងប្អូនមើលគល់ប្រភេទគល់គឺកាត់តមាំល្អបងប្អូនយកទៅដាំអត់មានភ័យខ្លាចខ្លាយឬមួយក៏អន់ទេបងប្អូនយកទៅដាំធានាថាបងប្អូនដាំបានទិន្នផលល្អហើយប្រភេទក្រូចពោធិ៍សាត់ច័ន្ទទឹកឃ្មុំនេះធានាពូជសុទ្ធ 100% បងប្អូនដោយសារតែប្រភេទក្រូចពោធិ៍សាត់ច័ន្ទទឹកឃ្មុំនេះជាប្រភេទក្រូចដែលសម្រិតសម្រាំងចេញពីកសិកម្មកូនខ្មែរក្រុងពោធិ៍សាត់ចឹងណាបងប្អូននិយាយរួមទៅនេះគឺជាដើមជាក់ស្ដែងដែលខាងខ្ញុំរើសរៀបចំដាក់ជូនភ្ញៀវដែលគាត់បានកំងទៅតាមបណ្ដាខេត្តចឹងបើសិនបងប្អូនដែលមានបំណងចង់ដាំជាប្រភេទក្រូចពោធិ៍សាត់ច័ន្ទទឹកឃ្មុំប្រភេទពូជសុទ្ធបងប្អូនអាចធ្វើការកំងចេញពីភេកកសិកម្មកូនខ្មែរក្រុងពោធិ៍សាត់របស់យើងខ្ញុំបាននិយាយរួមទៅបងប្អូននេះមើលតែក្នុងរូបទៅបងប្អូនជាក់ស្ដែងគឺថតឲ្យបងប្អូនមើលហើយដាក់រៀបចំជូនបងប្អូនមកប្រភេទដើមក្រូចពោធិ៍សាត់ច័ន្ទទឹកឃ្មុំនេះបងប្អូនមើលដើមទៅនិយាយថាឃើញដើមគឺថាស្រឡាញ់មកបងប្អូនយកទៅដាំទៅពិតជាមិនខកបំណងទេហើយដើមក្រូចក្នុងរូបជាក់ស្ដែងនេះគឺជាដើមក្រូចដែលនាងខ្ញុំរើសតដាក់ជូនបងប្អូនតតែម្ដងអត់មានថាថតរូបហើយដាក់ផ្សេងទេបងប្អូនគឺជាក់ស្ដែងអញ្ចឹងណាបងប្អូនចាបងប្អូនអញ្ចឹងបើសិនបងប្អូនមានបំណងចង់ទិញប្រភេទកូនឈើដូចជាប្រភេទក្រូចពោធិ៍សាត់ច័ន្ទទឹកឃ្មុំក្រូចឆ្មាខ្មែរក្រូចសើចក្រូចថ្លុងនិងប្រភេទដំណាំហូបផ្លែចម្រុះជាច្រើនមុខទៀតបងប្អូនអាចធ្វើការឆាតចូលเพจកសិកម្មកូនខ្មែរក្រុងពោធិ៍សាត់របស់យើងខ្ញុំបានឬក៏ខលតាមលេខទូរស័ព្ទឬក៏ឆាតចូល Telegram អីចឹងណាបងប្អូនអរគុណបងប្អូនដែលតែងតែជួយជែកនិងគាំទ្រមកកាន់เพจរបស់យើងខ្ញុំកន្លងមកស្នាមញញឹមសួនអង្រួនបេះដូងបងហើកែវភ្នែកក្រានត្រើ